មានការប៉ះសម្ដីគ្នាជាមួយលោកគ្រូពេជ្រសុផាន់ហើយនិងលោកគ្រូសុបញ្ញាហើយប្រិយមិត្តបងប្អូនបាទជំរាបសួរប្រិយមិត្តបងប្អូនថ្នាក់មានព័ត៌មានថ្មីមកចែកជូនប្រិយមិត្តបងប្អូនពីខាងលោកគ្រូពេជ្រសុផាន់ឆ្លើយតបទៅលោកគ្រូមហាដឹងនៃជ័យចំបែបនេះហើយលោកគ្រូមហាដឹងក៏គាត់លើកឡើងពីលោកគ្រូពេជ្រសុផាន់បែបនេះផងដែរបាទបងប្អូននេះគឺជាព័ត៌មានកដៅកដៅក៏គុកពងតែប៉ះពាក្យសម្ដីណាគឺសិតតែលំដាប់ជួរមុខគ្រូល្បីបងប្អូនដូចជាលោកគ្រូមហាដឹងហើយនឹងលោកគ្រូពេជ្រសុផាន់ឬហៅថាលោកគ្រូឆ្នើមនឹងហើយបងប្អូនគណៈអមរជៈចុងក្រោយនេះគឺលោកគ្រូឆ្នើមពេជ្រសុផាន់គឺប្រហែលឆ្នាំនេះជោគជ័យខ្លាំងតែនទៅលើការប្រកួតសិស្សរបស់គាត់នៅលើសង្វៀនគឺមួយរុកគឺជោគជ័យការប្រកួតតែងតែទទួលបានខ្សែក្រវ៉ាត់រៀងខ្លួនម្នាក់មួយខ្សែទៅពីរខ្សែមួយសប្តាហ៍ទៅមួយសប្តាហ៍គឺសឹងថាសិស្សលោកគ្រូពេជ្រសុផាន់ប្រកួតសឹងថារាល់សប្តាហ៍គ្រប់សង្វៀនគ្រប់ស្ថានីយ៍ហើយនៅក្នុងនោះគឺលោកគ្រូមហាដឹងសុបញ្ញាគាត់បានលើកឡើងនិយាយចំទៅលោកគ្រូពេជ្រសុផាន់ណាបងប្អូនគាត់បានលើកឡើងបែបនេះតោះបងប្អូនថ្មីមិនទាន់ស្រស់មកដល់ទៀតហើយគ្រូផាន់គាំទ្រអ្នកខំប្រឹងហាត់ទទួលបានទីផ្សារល្អហើយនេះគឺសាររបស់លោកគ្រូសុបញ្ញាហើយរយៈនេះគឺលោកគ្រូមហាដឹងក៏គាត់បានមានការនិយាយលើឡាយក៏ដែរពីលោកគ្រូឆ្នើមមានការដាក់អន្ទាក់ពីកីឡាករមួយទៅកីឡាករមួយដោយកីឡាករវ៉ាន់វឿនប៉ះមួយពេជ្រទីទេហើយនឹងកីឡាករផ្សេងគាត់បានលើកឡើងនៅក្នុងការឡាយហើយឡើងនេះគាត់បានផុសជា supporter លើ page ហើយនៅក្នុងនោះគឺលោកគ្រូពេជ្រសុផាន់បាន screenshotជោគមកផុសលើ page គាត់ដែរបងប្អូនហើយនៅក្នុងនោះគឺលោកគ្រូពេជ្រសុផាន់ក៏បានលើកឡើងនិយាយហើយក៏មានពាក្យពោលពាក្យអីចឹងណាបងប្អូនហើយលោកគ្រូពេជ្រសុផាន់គាត់បានលើកឡើងថាពាក្យចាស់ពោលថាបើចង់ឲ្យទេវតាជួយត្រូវតែជួយខ្លួនឯងជាមុនសិនជាការពិតការរស់នៅសង្គមជាក់ស្ដែងបើយើងមិនខំប្រឹងដោយខ្លួនឯងទេអ្នកដទៃក៏ពិបាកនឹងជួយយើងដែរជួយម្ដងពីរដងមិនទៅមុខគេហត់ដែរខ្ញុំតែងតែប្រដៅសិស្សជារឿងរយថានៅក្មេងមានកម្លាំងត្រូវតែខំឲ្យខ្លាំងក៏មិនដែលបណ្ដោយទាន់មានឱកាសពេលវេលាចេះតែទៅមុខហើយអាជីពនេះមិនយូរអង្វែងទេអាយុចាប់ពី40ទៅពិបាកហើយនេះគឺជាសារលោកគ្រូពេជ្រសុផាន់គាត់លើកឡើងតបទៅលោកគ្រូមហាដឹងអញ្ចឹងណាបងប្អូនព្រួយបងប្អូនដឹងហើយគឺការប្រកួតបតាលគុណខ្មែរបច្ចុប្បន្នការរគុះរកើល្បីមកវិញនេះគឺมันងាយទេបងប្អូនការល្បីហ្នឹងគឺដោយសារតែកីឡាករធឿនត្រានទៅប្រកួតលើទឹកដីប្រទេសថៃប៉ះមួយសៃជុកអញ្ចឹងហើយទើបបានល្បីមកដល់បច្ចុប្បន្នព្រោះគុណខ្មែរយើងល្បីមករយៈមុនដល់ពេលឆ្នាំ2021 20អីហ្នឹងគឺរៀងស្ងាត់ខ្លាំងតែដល់ពេលធឿនត្រាគាត់ចេញទៅគួតលើទឹកដីប្រទេសថៃប៉ះមួយសៃជុក6 ទៅបានល្បីងើបឡើងមកវិញអញ្ចឹងបងប្អូនហើយក៏ដល់បច្ចុប្បន្ននេះក៏រៀងសាបបន្តិចទៅហើយបងប្អូនដោយសារតែមានការប្រកួតកីឡាករគុណខ្មែរយើងជួមុខមួយចំនួនមិនសូវធ្វើបានល្អចាញ់ផ្ទួនអញ្ចឹងបងប្អូនអញ្ចឹងហើយបានលោកគ្រូពេជ្រសុផាន់គាត់ផ្ដាំទៅសិស្សគាត់ថាត្រូវតែឲ្យខ្លាំងកុំតែបតោយណាបងប្អូនតើមានឱកាសព្រោះថ្ងៃមុខយើងមើលឃើញបងប្អូនគុណខ្មែរយើងអាចនឹងមិនសូវរគូរកើដូចមុនធ្លាក់ប្រៃភាពដោយសារមានការប្រកួតមិនសូវល្អអញ្ចឹងជាងចឹងហើយគឺតើមានឱកាសចាប់ព្រួយការប្រកួតកីឡាករបើអ្នកខ្លាំងអ្នកប្រឹងវាចេញអស់ពីសមត្ថភាពគឺអ្នកគ្រប់ត្រូលគឺគ្រប់ត្រូលអ្នកហ្នឹងបងប្អូនហើយបើឈ្នះបានផ្ទុំទូនកាន់តែល្អទៀតហើយផ្ទុះការរិះគន់ខ្លះទៅសារខ្លះដូចលោកគ្រូពេជ្រសុផាន់ក៏ល្អដែរបងប្អូនណាមួយគឺលោកគ្រូពេជ្រសុផាន់គាត់បានធ្វើទីផ្សារលើសិស្សគាត់បងប្អូនមានការថតវីដេអូផងចឹងហើយគឺសន្ទុះការគ្រប់ត្រូលមើល page មើលអីចឹងទៅគឺគ្រប់ត្រូលរិះគន់ប៉ុន្តែផ្ទុះលោកគ្រូពេជ្រសុផាន់ដោយសារតែបងប្អូននៅហើយបច្ចុប្បន្ននេះ sponsor ឬក៏ sponsor ណាទេគេចូលចិត្តអ្នកកីឡាករណាដែលមានទីផ្សារការប្រកួតអ្នកគ្រប់ត្រូលព្រោះអីគេដើម្បីប្រម៉ូទ sponsor គេដែរចឹងបងប្អូនការធ្វើទីផ្សាររបស់គាត់គឺល្អសារលោកគ្រូពេជ្រសុផាន់មែនតើចឹងហើយគឺបានប៉ះសម្ដីជាមួយលោកគ្រូមហាដឹងណាបងប្អូនហើយមានតែព័ត៌មានប៉ុណ្ណេះចែកជូនប្រិយមិត្តបងប្អូនមកថ្មីក៏ភ្លេចចុច Subscribe នៅផងសាក់ដឹងដើម្បីបានព័ត៌មានថ្មីចែកជូនបងប្អូនទស្សនាជារៀងរាល់ថ្ងៃ